សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងទៅស្គាល់អំពីប្រវត្តិភ្នំបូកគោដែលមនុស្សជាច្រើនបានទៅលេងកម្សាន្តដែលអ្នកខ្លះបានស្គាល់និងអ្នកខ្លះមិនទាន់បានស្គាល់នៅឡើយឧទ្យានជាតិព្រះមុនីវង្សឬភ្នំបូកគោមានចម្ងាយប្រមាណ46គីឡូម៉ែត្រពីទីរួមខេត្តកំពតឧទ្យានជាតិនេះមានរយៈកម្ពស់ចន្លោះពី550ដល់1075ម៉ែត្រពីនីវ៉ូទឹកសមុទ្រឈ្មោះភ្នំបូកគោនេះត្រូវបានគេហៅតាំងពីបុរាណកាលមកម្ល៉េះព្រោះបើគេក្រឡេកមើលពីក្រុងកំពតទិដ្ឋភាពភ្នំនេះមើលទៅមានរាងដូចជាបូករបស់សត្វគោឡើងកទើបចាស់ចំនួនដើមដាក់ឈ្មោះថាភ្នំបូកគោយ៉ាងនេះទៅកាលពីសម័យដើមភ្នំបូកគោគឺជាព្រៃដែលសម្បូរទៅដោយសត្វកាយសាហាវនិងកម្រមានមនុស្សឡើងទៅដល់ណាស់ព្រោះភ្នំនេះមានកម្ពស់រហូតដល់ទៅ1075ម៉ែត្រពីមុនទីតាំងនេះស្ថិតនៅក្នុងឃុំកោះតូចស្រុកកំពតខេត្តកំពតក៏ប៉ុន្តែក្រោយពីមានការអភិវឌ្ឍមកទីតាំងនេះបានក្លាយទៅជាបុរីបូកគោដែលកាលពីសម័យសង្គមរាស្ត្រនិយមរាជការបានចាត់ឲ្យមានការគ្រប់គ្រងជាពិសេសហើយក៏បានផ្ដាច់ចេញពីខេត្តកំពតយោងតាមឯកសារខ្លះបានបញ្ជាក់ថាភ្នំបូកគោត្រូវបានអ្នកស្រាវជ្រាវខ្មែរនិងបារាំងដែលដឹកនាំដោយលោករលួសជាជនជាតិបារាំងបានឡើងទៅដល់ភ្នំបូកគោនៅអំឡុងសករាជ1917គេបានរកឃើញទីតាំងពិសេសជាច្រើនអមដោយបរិយាកាសផលចំពោះសុខភាពនិងក្រោមសម្ពាធបរិយាកាសត្រជាក់ស្រស់ស្រាយក្រោយពេលរកឃើញទីតាំងដ៏សែនមនោរម្យមួយនេះរាជការខ្មែរបានសហការជាមួយរដ្ឋអាណានិគមបារាំងរៀបចំអភិវឌ្ឍតំបន់នេះទៅជារមណីយដ្ឋានដ៏ពិសេសមួយនៅអំឡុងគ្រិស្តសករាជ1922នៅទីនោះពួកគេបានកសាងព្រះវិហារកាតូលិកនៅអំឡុងគ្រិស្តសករាជ1928ដែលជាវិហារគ្រិស្តសាសនាដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជាដោយសារតែកត្តាធម្មជាតិនិងអាកាសធាតុអំណោយផលដ៏ពិសិដ្ឋផងនោះព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្សក៏ព្រះអង្គគាប់ព្រះរាជហឫទ័យជាខ្លាំងចំពោះទេសភាពនៅលើភ្នំបូកគោនេះដោយព្រះអង្គបានកសាងរាជដំណាក់ជាច្រើនកន្លែងនៅលើភ្នំបូកគោនេះក្នុងគ្រិស្តសករាជ1924លួងព្រះករុណាព្រះបាទស៊ីសុវត្ថិមុនីវង្សបានចេញព្រះរាជអង្គការឲ្យគេកសាងវត្តនិងព្រះវិហារព្រះពុទ្ធសាសនាមួយដោយក្រោយមកបានដាក់ឈ្មោះថាវត្តសំពៅ5ប្រវត្តិសាស្ត្របានបញ្ជាក់ថាព្រះស៊ីសុវត្ថិមុនីវង្សព្រះខត្តយកោដ្ឋបានយាងសោយទីវង្គតក្នុងព្រះរាជដំណាក់លើភ្នំបូកគោនេះនាចុងគ្រិស្តសករាជ1941ដោយសារព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្សដូច្នេះហើយទើបរាជការខ្មែរនាសម័យអាណានិគមបារាំងបានប្រសិទ្ធនាមទីនោះថាឧទ្យានជាតិព្រះមុនីវង្សបូកគោនៅទសវត្សរ៍ទី60រមណីយដ្ឋានភ្នំបូកគោនេះត្រូវបានគេបោះបង់ចោលដល់ទៅ2លើកទី1នៅឆ្នាំ1940និងលើកទី2នៅឆ្នាំ1972ហើយនៅឆ្នាំ1993រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចយកទីតាំងរមណីយដ្ឋានភ្នំបូកគោនេះបង្កើតជាឧទ្យានជាតិមួយឡើងដែលមានឈ្មោះផ្លូវការថាឧទ្យានជាតិព្រះមុនីវង្សបូកគោយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី1ខែវិច្ឆិកាឆ្នាំ1993ដែលឡាយព្រះហស្ថលេខាដោយព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋបានកំណត់យកផ្ទៃដីនៃឧទ្យានជាតិភ្នំបូកគោនេះត្រឹមតែ 140,000 ហិកតាប៉ុណ្ណោះដោយបានទុកតំបន់ទ្រនាប់ជាច្រើនទៀតសម្រាប់ប្រជាជននៅជុំវិញនោះប្រមូលអនុផលធម្មជាតិប្រកបកសិកម្មនិងនេសាទជាដើមចាប់តាំងពីបង្កើតជាឧទ្យានជាតិនេះមកនៅលើបរិវេណភ្នំបូកគោមាននៅសេសសល់សំណង់ចម្រុះរចនាបថបារាំងនិងខ្មែរជាច្រើនដែលបន្សល់ទុកកាលពីសម័យអាណានិគមបារាំងពួកវិហារកាតូលិកដែលត្រូវបានកសាងឡើងនៅគ្រិស្តសករាជ1928នោះត្រូវបានក្រសួងបរិស្ថានប្រគល់ឲ្យសមាគមគ្រឹះបរិស័ទរៀបចំជួសជុលឡើងវិញនៅឆ្នាំ2017ចំណែកព្រះរាជដំណាក់ព្រះបាទស៊ីសុវត្ថិមុនីវង្សក៏ត្រូវបានក្រុមហ៊ុនសូខាហូថែលជួសជុលកែលម្អជាសន្តាគារផ្កាយ5តាមលំនាំដើមវិញផងដែរនៅឆ្នាំ2010គេបានកសាងរូបសំណាកលោកយាយម៉ៅដ៏ធំមួយដែលមានកម្ពស់29ម៉ែត្រដែលជាសំណាកខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជាក្រៅពីសំណង់សាសនានិងសម្បត្តិបេតិកភណ្ឌភ្នំបូកគោក៏នៅមានទស្សនីយភាពធម្មជាតិជាច្រើនទៀតដូចជាទឹកជ្រោះពពកវិលបឹងទឹកសាបវាលស្រែ100វាលស្រែ500វាលផ្កាបំពង់ក្រឡោមដែលឃើញមានដុះតែនៅក្នុងតំបន់ឧទ្យានជាតិនេះតែមួយគត់ជាពិសេសចំណុចកំពូលភ្នំបូកគោសម្រាប់រដូវវស្សាចុះអាប់ស្ទើរគ្រប់ម៉ោងមើលគ្នាពីចម្ងាយមិនឃើញទេជួនកាលអ្នកទេសចរអាចដេញចាប់ពពកលេងកម្សាន្តបានតាមចំណង់ចំណូលជាងនេះទៅទៀតពពួកសត្វព្រៃនិងពពួកបក្សីជាច្រើនប្រភេទក៏មានវត្តមាននៅតំបន់នេះដែរដូចទាណូតាតូចឆ្លូសទន្សោងស្ទាំងកេងកងធំនិងកេងកងតូចជាដើម